ជំរាបសួរបងប្អូនគ្នាសុខសប្បាយចិត្តអត់ចាថ្ងៃនេះគឺជួបជាមួយនឹងគ្រូវីដេអូទៅនេះគ្រូវីដេអូមានមេរៀនមួយយើងមកចែកម្លែកដល់បងប្អូនគ្នាចាដោយសារ fan គាត់មានចម្ងល់ឆ្ងល់តើតើទៅនឹងបញ្ហាទៅទៅនឹងការរំលោភដល់គ្នាចាហ្នឹងឯងប្រភេទសតរំលោភមេដាបនេះចាទៅនឹងការរំលោភគាត់ឆ្ងល់ថាអ្នកគ្រូតើការញ៉ាំទឹកកកអាចធ្វើឲ្យថ្នាំលែងមានប្រសិទ្ធភាពអត់ពីរួមទៅ fan របស់អ្នកគ្រូកំពុងឆ្ងល់ហ្មងឆ្ងល់ថាគ្រប់ហេតុគ្រប់ផលគ្រប់រឿងគ្រប់រ៉ាវតែម្ដងអញ្ចឹងកុំឲ្យគាត់ឆ្ងល់វាថាអស់ចម្ងល់សង្ស័យកុំឲ្យគាត់ឆ្ងល់ច្រើនពេកអញ្ចឹងក៏សូមបកស្រាយទៅវិញចាហ្នឹងហើយបងប្អូនបកស្រាយទៅវិញឲ្យគាត់អស់ចម្ងល់អញ្ចឹងណាចាហ្នឹងហើយគឺថាគាត់ឆ្ងល់គ្រប់បែបយ៉ាងហ្មងតែទៅការញ៉ាំស្អីសួរគ្រប់បែបយ៉ាងអញ្ចឹងកុំឲ្យ fan ខកចិត្តចាគ្រូជូនតាមសំណពើជូនបកស្រាយលម្អិតជាវីដេអូដើម្បីឲ្យយល់កាន់តែច្បាស់តែម្ដងចាអញ្ចឹងបងប្អូនដឹងហើយថាតើតើទៅនឹងការប្រើប្រាស់ឱសថរំលោភមេរ៉ាបូនគឺជាការប្រើប្រាស់ចំពោះកូនក្រឹម9សប្តាហ៍ចាអញ្ចឹងមិនកុំគិតថាឲ្យតែមានកូនប្រហែលខែក៏ប្រើថ្នាំតម្លាក់បានដែរមិនមែនទេណាបញ្ជាក់ឲ្យចំពោះការប្រើប្រាស់ឱសថរំលោភភេទមេដាបននេះកូនក្រឹម9សប្តាហ៍ទើបយើងប្រើប្រាស់បានហើយជោគជ័យកាន់តែខ្ពស់យើងប្រើកាន់តែលឿនជោគជ័យកាន់តែខ្ពស់ចាឲ្យតែយើងដឹងថាកូនយើងក្រឹម9សប្តាហ៍ហើយនៅក្នុងស្បូនគឺអាចធ្វើការទម្លាក់បានតែបើសិនជាកូនក្រៅស្បូនអត់អាចធ្វើការទម្លាក់បានទេកូនក្រៅស្បូនមានជម្រើសតែមួយទេគឺវះកាត់យើងត្រូវយល់ចំណុចហ្នឹងចាកុំឲ្យគិតថាមានកូនហើយចេះតែហើយចេះតែភ័យខ្លាចទៅពេលខ្លះទៅខ្លាចភ័យអៀនចេះតែទុកចេះតែទ្រាំចេះតែលាក់ចុះលាក់ឡើងកូនកាន់តែធំអញ្ចឹងពេលដែលយើងកូនកាន់តែធំយើងត្រូវដឹងថាការចំណាយក៏វាអស់កាន់តែច្រើនអញ្ចឹងយើងត្រូវដោះស្រាយពេលភ្លាមបើករណីអូខេយើងចង់ទុកអូខេយើងទុកចាស់តែបើករណីយើងមិនចង់ទុកយើងមានបញ្ហាយើងមានអឺគេហៅថាទុកកង្វល់របស់យើងដែលអាចទុកបានយើងកុំនិយាយពេកអីចាដឹងថាមានត្រូវដោះស្រាយភ្លាមចាហ្នឹងហើយបើអត់ចង់ទុកទេគឺអាចប្រើប្រាស់ថ្នាំបានឬក៏ទៅបូមបានតែគាត់ថាបបូមយើងចង់បូមអាយុប៉ុន្មានគឺយើងទៅបូមកើតដែរចាមានភ្លាមរហូតដល់15សប្តាហ៍ចុងក្រោយមិនគេបូមបានទេចាតែបើករណីយើងចង់ប្រើប្រាស់ថ្នាំយើងអត់ចង់ទៅបូមទេចាត្រឹម9សប្តាហ៍ចុងក្រោយគឺយើងអាចប្រើប្រាស់ថ្នាំបានចាហើយបើបូនគឺ15សប្តាហ៍ចុងក្រោយចាហើយលើពីហ្នឹងគឺគេដាក់ថ្នាំបង្កើតដូចយើងកាត់កូនអញ្ចឹងចាអញ្ចឹងស្រាវជ្រាវចំណុចទាំងអស់ហ្នឹងកុំគិតថាកូនខ្ញុំឡើង4 5ខែហើយនេះមកទិញថ្នាំចាមិនដូចអតិជននោះណាអ្នកគ្រូកូនខ្ញុំ1ខែជាងទេសួរបងចាំរដូវចឹងដល់អត់ចាំទេចាដល់ពេលទៅអេកូម៉ែអើយចិត្ត3ខែលេខកុំលេងអញ្ចឹងណាសួរថាកុហកអ្នកគ្រូដល់ពេលបញ្ហាធ្លាក់លើពីណាគេមិនមែនធ្លាក់លើអ្នកគ្រូទេណាធ្លាក់លើខ្លួនឯងទេអញ្ចឹងហើយកុំចង់កុហកគ្រូដើម្បីគ្រាន់តែទិញថ្នាំយកទៅប្រើខ្លួនឯងហើយសួរថាបានទិញហើយសួរថាទិញបានហើយសួរថាប្រើទៅបញ្ហាណាគេអ្នកទទួលគឺយើងអ្នកទទួលខ្លួនឯងទេអ្នកគ្រូគ្រាន់តែជាអ្នកណែនាំតែប៉ុណ្ណោះអញ្ចឹងហើយអ្នកគ្រូអត់គ្រាន់តែចង់បានលុយយើងនេះចាគឺចង់ឲ្យយើងនឹងទទួលបាននូវសុខភាពល្អមកវិញផងដែរហើយប្រើទៅជោគជ័យចាជួយដោះស្រាយបញ្ហារបស់យើងបានចាព្រោះអ្នកដែលយកកូនចេញមិនមែនអ្នកគ្មានបញ្ហាសិនអ្នកមានបញ្ហាបើយកកូនចេញមែនទេចាហ្នឹងហើយអញ្ចឹងគាត់សុទ្ធតែមានទុកកង្វល់របស់គាត់អញ្ចឹងអ្នកគ្រូចង់ជួយយើងឲ្យវាផុតទុកកង្វល់ហ្នឹងឲ្យវាជោគជ័យឲ្យវាបានលទ្ធផលល្អឲ្យវាមានសុខភាពល្អមកវិញណាចាអញ្ចឹងហើយទន្ទឹមនឹងនេះដែរសូមឲ្យយើងនឹងជួយសហការចាជួយប្រាប់ឲ្យពិតមកកុំកុហកអ្នកគ្រូអីអត់បានអីមិនលើអ្នកគ្រូទេគឺលើយើងខ្លួនឯងទេណាចាអញ្ចឹងយើងចូលមេរៀនយើងវិញចាដែលមាន fan ក៏សួរតើតើនឹងញ៉ាំតកកទៅប្រើថ្នាំរំលោភទៅមានសុខភាពអត់ចាបងប្អូនគ្នាតើតើនឹងការប្រើប្រាស់ឱសថរំលោភមេរ៉ាបនគឺថ្ងៃទី1លេប1គ្រាប់ថ្ងៃទី2គឺសល់4គ្រាប់ចាអញ្ចឹងឧទាហរណ៍ថាយើងលេបម៉ោង10ស្អែកឡើងម៉ោង10វិញគឺយើង10ព្រឹកដូចគ្នា24ម៉ោងគឺយើងប្រើទៅប្រសិទ្ធភាពខ្ពស់សួរថាចុះមិនក្តាស់ណែនាំដាក់ដល់48ម៉ោងចាយើងអាចប្រើបានដល់48ម៉ោងគ្រាន់តែគុណភាពនៃការប្រើប្រាស់វារៀងទាបតែចឹងទៅវាថយឧទាហរណ៍ថាយើងទុកយើងប្រើក្នុង24ម៉ោង97%ដល់ពេលយើងប្រើក្នុងរយៈពេល48ម៉ោងវាបានត្រឹមតែ80%ទៅ90%អញ្ចឹងទៅយើងវាថយអញ្ចឹងបងប្អូនចាហ្នឹងអញ្ចឹងយល់ល្អប្រើក្នុង24ម៉ោងទៅចាដល់ពេលដែលយើងប្រើប្រាស់គឺគេមានការតមខ្លះផងដែរចាហ្នឹងហើយអញ្ចឹងមិនមែនអត់តមទេការសម្រាលកូនការរំលឹកកូនគឺប្រហាក់ប្រហែលគ្នាគ្រាន់កូនតូចកូនធំអញ្ចឹងការតមគឺហាក់ប្រហែលគ្នាដែរចាតមអាំងភ្លើងតមសង្កត់ថ្មតមផឹកស្រាតមជក់បារីតមញ៉ាំអាហារហឹលអីចឹងទៅចា
cóថ្នាក់ក៏មានតេជជនក៏ដូចជា fan មួយចំនួនក៏សួរថាចុះញ៉ាំទឹកកកបានអត់ហើយបើញ៉ាំទៅមានសុខភាពអត់ចាគាត់ឆ្ងល់តែអញ្ចឹងព្រោះពេលខ្លះយើងឲ្យគាត់តមទៅពេលគាត់តមហើយគាត់ឆ្ងល់ញ៉ាំចេះកាត់អត់ញ៉ាំចុះបានអត់អីចឹងទៅចាអញ្ចឹងការតមដូចយើងសម្រាប់កូនគ្នាចាហ្នឹងហើយអញ្ចឹងទឹកកកសួរថាយើងគេឲ្យតមអត់ចង់និយាយថាហ្នឹងវាឆ្លើយទៅលើសុខភាពយើងទេបើករណីយើងញ៉ាំបានយើងក៏ញ៉ាំទៅបើយើងញ៉ាំមិនបានយើងក៏តមទៅចាប៉ុន្តែបើសិនជាឲ្យដាច់ខាតហ្មងគឺអត់ទេគឺអាចញ៉ាំបានធម្មតាប៉ុន្តែយើងត្រូវដឹងថាចេះដូចកូនសរសៃខ្ចីអញ្ចឹងណាកូនសរសៃខ្ចីគេមិនឲ្យយើងញ៉ាំទឹកត្រជាក់ពេកទេមែនទេគេឲ្យយើងញ៉ាំទឹកក្តៅទៅដើម្បីឲ្យរឹងសរសៃរឹងអីអញ្ចឹងទៅអញ្ចឹងការរឹងរបស់កូនក៏ដូចគ្នាបើករណីយើងញ៉ាំទឹកក្តៅបានទឹកក្តៅអូនបានវាកាន់តែល្អតែបើសួរថាញ៉ាំទឹកកកបានអត់ក៏បានដូចគ្នាក៏បានដូចគ្នាចាប៉ុន្តែបើសួរថាមួយណាល្អជាងគឺញ៉ាំទឹកក្តៅអូនគឺវាល្អជាងហើយចាហើយបើសួរថាចុះអ្នកគ្រូញ៉ាំបានចេះសួរថាចុះបើញ៉ាំបានអញ្ចឹងតើយើងញ៉ាំទៅកាឡូរីត្រជាក់ខ្លាំងវាអីចឹងទៅប្រសិទ្ធភាពវាថយចុះអីអត់អ្នកគ្រូមិនដែរថយចុះដែរគ្រូបើញ៉ាំត្រជាក់ខ្លាំងអីចឹងចាអត់ទេបងគ្នាចាអត់អាចអត់ធ្វើឲ្យថយប្រសិទ្ធភាពថ្នាំអីទេហើយការតមនេះគឺគេតមដើម្បីក្រោយរំលោតចាដើម្បីកុំឲ្យមានការធ្លាក់ឈាមច្រើនអញ្ចឹងបងអ្នកគ្រូឧទាហរណ៍ថាបើសិនជាបងប្អូនគ្នារំលោតហើយបងគ្នាផឹកស្រាចាបងប្អូនគ្នាសង្កត់ថ្មអាំងភ្លើងចារួចញ៉ាំរបស់ហឹលខ្លាំងពេកចាវាធ្វើឲ្យសរសៃឈាមហ្នឹងវារីកដែលជាមូលហេតុធ្វើឲ្យស្បូនយើងវាអត់កត្រាក់ទេចាកត្រាក់ក៏កត្រាក់ទៀតដែរហើយវាធ្វើឲ្យសរសៃឈាមហ្នឹងវាចំហអញ្ចឹងហើយវាធ្វើឲ្យឈាមហ្នឹងវាហូរកាន់តែច្រើនឡើងយូរថ្ងៃចាយូរថ្ងៃអញ្ចឹងណាអញ្ចឹងហើយបើសិនជាយើងបានតមបានត្រឹមត្រូវគឺការកត្រាក់ស្បូនយើងញ៉ាំបានគ្រប់គ្រាន់យើងញ៉ាំរបស់បើសម្រាប់បានគ្រប់គ្រាន់អីចឹងទៅវាធ្វើឲ្យរាងកាយរបស់យើងវាឆាប់ត្រឡប់មករកភាពដើមញ៉ាំវីតាមីនញ៉ាំថ្នាំអីបានត្រឹមត្រូវតាមបច្ចេកវិទ្យាទៅវាធ្វើឲ្យយើងរាងកាយយើងវាឆាប់ត្រឡប់មករកភាពដើមហើយបើយើងអត់តមទេគឺវាអាចនឹងធ្វើឲ្យយើងនឹងប្ររយៈពេលយូរហើយសុខភាពយើងរៀងខ្សោយអីចឹងទៅណាចាអញ្ចឹងត្រឡប់មកវិញមេរៀនយើងដែលនិយាយថាតើញ៉ាំទឹកកកទៅធ្វើឲ្យប្រសិទ្ធភាពថ្នាំមានប្រសិទ្ធភាពខ្ពស់ដែរឬទេអ្នកគ្រូសូមបកស្រាយថាការញ៉ាំទឹកកកគឺមិនមានការហាមឃាត់អីទេគឺយើងអាចញ៉ាំបានជាធម្មតាហើយការញ៉ាំទឹកកកនេះក៏មិនបានប៉ះពាល់ទៅដល់ការប្រើប្រាស់ថ្នាំផងដែរអញ្ចឹងយើងអាចញ៉ាំបានធម្មតាគ្រាន់តែថាអ្នករំលោភអ្នកសម្រាលហើយចាគឺបើសិនជាបានញ៉ាំទឹកក្តៅបងប្អូនគឺវាល្អជាងណាចាហ្នឹងហើយតែបើសួរញ៉ាំបានអត់បានក៏វាមិនសូវល្អចាហើយប៉ះពាល់ប្រសិទ្ធភាពថ្នាំអត់ទេអត់អីទេបងប្អូនចាហ្នឹងហើយគ្រាន់ថាបើយើងញ៉ាំទឹកត្រជាក់ខ្លាំងទៅពេលខ្លះវាធ្វើឲ្យយើងពេលខ្លះយើងទិញតែរំលោភហើយវាអាចស្រាវស្រាញអីអញ្ចឹងណាចាហ្នឹងហើយយើងដឹងហើយតែតកឥឡូវបើយើងញ៉ាំអាខ្លះសេវាមិនសូវអីបើយើងញ៉ាំអាដាក់ផ្ទាល់ពេលខ្លះវាមានសារធាតុគីមីទៅវាចៃដន្យហើយវាអត់ត្រូវជាមួយនឹងឲ្យយើងទិញរំលោភហើយល្ងាញាក់ញ័រអាចធ្វើឲ្យយើងមានសញ្ញាក្តៅខ្លួនអីក៏មានដែរអញ្ចឹងហើយបើសិនជាយើងល្អញ៉ាំទឹកដោនអូនល្អជាងเนาะចាអញ្ចឹងយល់នៅនេះសង្ឃឹមតែយល់ហើយបញ្យល់ប៉ុណ្ណឹងឯងเนาะចាហើយបើសិនជាអត់យល់ទេអ្នកអាចធ្វើការឆាតមកសួរបានចាតាម page ទៅពេលអ្នកស្នាមត្រីរបស់គ្រូចាហ្នឹងហើយហើយបើសិនជាចង់ទទួលសេវាទាក់ទងទៅនឹងចង់ប្រឹក្សាជាមួយអ្នកគ្រូបដាផ្ទាល់ចង់កំងឈុតថ្នាំរំលោភចិត្តទៅប្រើប្រាស់ដោយខ្លួនឯងដែលមានការប្រឹក្សាជាមួយគ្រូនឹងអាចទៅមកបានចាតាម page ទីពេលអ្នកស្ដាប់ស្នាមត្រីឬក៏តាម Telegram គ្រូផ្ទាល់0964828575បាទចាហើយបើសិនជាខ្ញុំទទួលបាននៅមេរៀនទាក់ទងទៅនឹងបញ្ហាសុខភាពជាច្រើនចាំគ្នាកុំភ្លេចជួយ like ជួយ share follow ក៏ដូចជា subscribe channel គ្រូsubscribe channel YouTube របស់អ្នកគ្រូដែលឈ្មោះថាអ្នកគ្រូពេទ្យឌីវីដាវចុចចូល channel YouTube វាយឈ្មោះថាអ្នកគ្រូពេទ្យឌីវីដាវចឹងមកជួយ subscribe មួយមកមេរៀននឹងលោតចូលបងប្អូនមើលបានរហូតទេចាឬក៏ចូល follow page មន្ទីរពេទ្យអ្នកស្នាមខ្ញុំស្ត្រីទៅបងប្អូនទទួលបានមេរៀនដូចគ្នាដែរចាទាំងអស់គ្នាចឹងមេរៀនអ្នកគ្រូមានតែប៉ុណ្្នឹងទេចាសូមអរគុណសូមជម្រាបលាបាយបាយជួបគ្នានៅបន្ត Love you